ទាំងអស់គ្នាថ្ងៃនេះលោកគ្រូនឹងមកបង្ហាញភាសាទី9ជីវវិទ្យាដើម្បីត្រៀមប្រឡងទៀតណាអញ្ចឹងថ្ងៃនេះគឺយើងនៅសល់ពេលតែ13ថ្ងៃនេះទេយើងដល់ថ្ងៃប្រឡងហើយអញ្ចឹងកុំឲ្យខាត់ពេលយូរលោកគ្រូនឹងបង្ហាញភាសាទី9នេះទាំងអស់គ្នាណាបាទអញ្ចឹងភាសាទី9យើងថ្ងៃនេះគឺមានចំនួន8រម៉ាំងបាទជាមុននឹងចាប់ផ្ដើមលោកគ្រូសូមបង្ហាញអឺអំពីសំណួរដែលលោកគ្រូបានត្រៀមចេញឲ្យទាំងអស់មាន25សំណួរណាអញ្ចឹងសំណួរទាំងអស់នោះគឺមាននៅក្នុងក្រុម channel Telegram លោកគ្រូអញ្ចឹងបើសិនជាចង់បានគឺកុំភ្លេចចូលទៅយកណាឬមួយក៏ចូលទៅក្នុង Facebook page លោកគ្រូក៏បានដែរគឺឈ្មោះលោកគ្រូណាជាភាសាអង់គ្លេសឬមួយក៏ចូលទៅក្នុង account Facebook របស់លោកគ្រូត្មងក៏បានដែរគឺលោកគ្រូមាន share ដូចគ្នាអូខេចឹងសង្ឃឹមថាគ្នាយើងនឹងយកចិត្តទុកដាក់ក្នុងការរៀនសូត្រណាដោយសារតែយើងគៀកថ្ងៃហើយអូខេចឹងកុំឲ្យខាត់ពេលយូរយើងតាមដានទាំងអស់គ្នាអញ្ចឹងចំពោះសំណួររបស់យើងថ្ងៃនេះគឺមានចំនួន6ចំនួនទី1ចូលនិយាយអំពីកំណរគ្រាប់លំអងទី2អាងភ្លើងប្រាសាទមានទិសដៅយ៉ាងដូចម្ដេចទី3តើនឹងមានអ្វីកើតឡើងនៅពេលដែលរលកសូរប្រមូលផ្ដុំនៅត្រចៀកក្រៅហើយទី4តើអរម៉ូនស្តេរ៉ុយអ៊ីតមានសកម្មភាពទៅលើកោសិកាគោលដៅដូចម្ដេចទី5ហេតុអ្វីបានជាអង់ស៊ីមជាកាតាលីករដែលមានប្រតិកម្មបញ្ច្រាស់ហើយទី6គឺពណ៌នាពីចលនាការចម្លងក្រមបាទចេញចំពោះលំហាត់របស់យើងមាន2ទាក់ទងនឹង ADN 1ទាក់ទងនឹង AN1 បាទអញ្ចឹងទាក់ទងនឹងសំណួរណាជាងចូលមកមើលចម្លើយទាំងអស់គ្នាចូលមកដំណោះស្រាយទី1ចូលនិយាយពីកំណរគ្រាប់លំអងអញ្ចឹងកំណរគ្រាប់លំអងគឺយើងត្រូវចាប់ផ្ដើមនិយាយដំបូងគឺនៅក្នុងផ្លោកលំអងនៅក្នុងផ្លោកលំអងកោសិកាមេ 2n អញ្ចឹង 2n នេះគឺជាចំនួនក្រូម៉ូសូមអញ្ចឹងកោសិកាមេនីមួយៗធ្វើមេយ៉ូសម្ដងបង្កើតបានកោសិកាកូន4កោសិកាកូននីមួយៗធ្វើមីតូសម្ដងហើយលូតលាស់ទៅជាគ្រាប់លំអងដែលមាននវាយ៉ូអាប់ឡូអ៊ីត2គឺនវាយ៉ូលូតលាស់1និងនវាយ៉ូបន្តពូជ1ណាបាទចានេះជាកំណរថង់កំណរគ្រាប់លំអងណាកំណរគ្រាប់លំអងទី2តើអាងភ្លើងប្រាសាទមានទិសដៅយ៉ាងដូចម្ដេចអញ្ចឹងអាងភ្លើងប្រាសាទគឺវាមានទិសដៅដោយចាប់ផ្ដើមពីដង់ទ្រីត1ហើយធ្វើដំណើរឆ្ពោះទៅកាន់តួកោសិការបស់ណឺរ៉ូនបន្ទាប់មកវាចុះតាមអាក់សូនរហូតដល់ចុងអាក់សូនឬក៏ស្ញាញ់អាក់សូនណាអញ្ចឹងដែលល្បឿនអាងភ្លើងប្រាសាទនោះគឺមានល្បឿន120ម៉ែត្រក្នុង1វិនាទីបាទអញ្ចឹងអាងភ្លើងប្រាសាទគឺវាមិនមានទិសដៅបញ្ច្រាស់ទេណាបាទន័យថាគឺវាត្រូវធ្វើដំណើរចេញពីដងទ្រីតឆ្ពោះទៅកាន់តួកោសិកាហើយចុះតាមអាក់សូនរហូតដល់ចុងអាក់សូនហ្នឹងជាទិសដៅរបស់វាទី3ចូលនិយាយពីសកម្មភាពនៅពេលដែលរលកសូរប្រមូលផ្ដុំនៅក្នុងត្រចៀកក្រៅអញ្ចឹងស្លឹកត្រចៀកគឺវាមាននទីប្រមូលផ្ដុំរលកសូរណារួចបញ្ចូលរលកសូរតាមបណ្ដោយបំពង់សោតវិញ្ញាណទៅកាន់ក្រដាសត្រចៀកដែលបណ្ដាលឲ្យក្រដាសត្រចៀកញ័រចុះលំញ័រនេះបានឆ្លងកាត់ត្រចៀកកណ្ដាលដែលធ្វើឲ្យឆ្អឹងតូចៗទាំង3ញ័រចឹងលំញ័រផ្ទុកទៅនឹងភ្នាសស្ដើងនៃបង្អួចរាងប៉ោងក្រពើធ្វើឲ្យសារធាតុរាវក្នុងបំពង់រាងគូតខ្យងញ័រហើយរោមល្អិតៗនៅក្នុងកោសិកាធ្មូលស្រទាប់ខាងក្នុងក៏ញ័រដែរចឹងកោសិកាធ្មូលក៏បដូរលំញ័រនេះឲ្យទៅជាអាងភ្លើងប្រាសាទរួចដឹកនាំតាមសរសៃប្រសាទសតវិញ្ញាណទៅកាន់របបខួរដើម្បីបកប្រែទៅជាសម្លេងណាដើម្បីបកប្រែទៅជាសម្លេងអញ្ចឹងត្រង់ហ្នឹងលោកគ្រូអាចបង្ហាញគ្នាយើងបន្តិចគឺឧបមាថានេះជាត្រចៀករបស់យើងអញ្ចឹងស្លឹកត្រចៀកយើងមានរាងដូចជាឡាវអញ្ចឹងណានេះត្រចៀកក្រោយទៅនេះជាបំពង់សតវិញ្ញាណ
ចានេះជាឧបមាថាហ្នឹងជាក្រដាសត្រចៀកចឹងណាចឹងចូលមកខាងក្នុងនេះអានេះគឺត្រចៀកកដាលវាមានឆ្អឹងតូចតូច3ព្រោះថាឧទាហរណ៍ហ្នឹងឆ្អឹងទី1អានេះឆ្អឹងទី2អានេះឆ្អឹងទី3ចឹងចុះបាទឆ្អឹងតូចតូច3វាមានឆ្អឹងអីខ្លះមានឆ្អឹងញញូឆ្អឹងទ្រនាប់និងឆ្អឹងឈ្នាន់ណាបាទមានឆ្អឹង3ហ្នឹងអានេះជាត្រចៀកកដាលយើងឧទាហរណ៍ចឹងចុះនេះគឺបំពង់រាងគូតខ្យល់ណាអញ្ចឹងនៅពេលដែលរលកសូរវាចូលមកនៅក្នុងត្រចៀករបស់យើងអញ្ចឹងរលកសូរហ្នឹងវានឹងបញ្ជូនតាមបំពង់សតវិញ្ញាណចូលមកក្នុងចូលមកប៉ះនឹងกระดาษត្រចៀកអញ្ចឹងធ្វើឲ្យกระดาษត្រចៀករបស់យើងហ្នឹងវាញ័រណាกระดาษត្រចៀកយើងញ័រអញ្ចឹងកាលណាกระดาษត្រចៀកញ័រធ្វើឲ្យឆ្អឹងតូចតូចទាំង3នេះឆ្អឹងតូចតូចទាំង3ហ្នឹងញ័រឆ្អឹងហ្នឹងក៏ញ័រណាអញ្ចឹងឆ្អឹងតូចតូចទាំង3ហ្នឹងញ័រលំញ័រហ្នឹងវាផ្ទុកនឹងអានេះគេហៅបង្អួចរាងពងក្រពើបាទបង្អួចរាងពងក្រពើអញ្ចឹងបង្អួចហ្នឹងធ្វើឲ្យបង្អួចនឹងវាញ័រអញ្ចឹងអាលំញ័រហ្នឹងវាបានធ្វើឲ្យសារធាតុរាវនេះអញ្ចឹងនៅក្នុងត្រចៀកក្នុងរបស់យើងគឺវាមានសារធាតុរាវចឹងហ្នឹងគឺជាសារធាតុរាវញ័រអញ្ចឹងកាលណាសារធាតុរាវនឹងញ័រធ្វើឲ្យរោមល្អិតៗនៅក្នុងត្រចៀកហ្នឹងញ័រចឹងណារោមល្អិតៗនៅក្នុងត្រចៀកញ័រអញ្ចឹងកាលណារោមនឹងញ័រវាបង្កើតបានជាអាំងភ្លើចប្រសាទបាទអាំងភ្លើចអញ្ចឹងអាំងភ្លើចប្រសាទវានឹងបញ្ជូនបន្តទៅកាន់នេះគេទៅកាន់សតវិញ្ញាណបញ្ជូនបន្តតាមខ្សែប្រសាទសតវិញ្ញាណទៅកាន់ខួរក្បាលហើយខួរក្បាលរបស់យើងនឹងបកស្រាយទៅជាសំឡេងណាអញ្ចឹងខួរក្បាលបកស្រាយមកទៅជាសំឡេងបាទហ្នឹងជាលក្ខណៈនៃការបង្កើតអាំងភ្លើចប្រសាទក្នុងត្រចៀកឬក៏គេសួរថាតើនឹងមានអ្វីកើតឡើងនៅពេលដែលត្រចៀកក្រៅហ្នឹងប្រមូលផ្ដុំប្រឡោកសូរបានអញ្ចឹងកាលណាវាប្រមូលផ្ដុំវាត្រូវបញ្ជូនបន្តរហូតទៅដល់ខួរក្បាលទៅខួរក្បាលយើងក៏បកប្រែឲ្យវាទៅជាសំឡេងអញ្ចឹងយើងឮណាថាមានអ្វីកើតឡើងអញ្ចឹងទៅបាទអញ្ចឹងទី4អញ្ចឹងសំណួរទី4នេះជាសំណួរមួយដែលយើងត្រូវចាំគ្រប់គ្នាអាចនឹងប្រឡងចេញណាសកម្មភាពអរម៉ូនស្តេរ៉ូអ៊ីតទៅលើកោសិកាគោលដៅបាទអញ្ចឹងយើងមាន4ចំណុចសំខាន់អញ្ចឹងនៅក្នុងស៊ីតូផ្លាសនៃកោសិកាគោលដៅពួកក្រុមអរម៉ូនស្តេរ៉ូអ៊ីតធ្វើការភ្ជាប់ខ្លួនទៅនឹងធ្មូលដែលជាប្រូតេអ៊ីនអណ្ដែតដោយសេរីក្នុងស៊ីតូផ្លាសបង្កើតបានជាសារធាតុចម្រុះធ្មូលអរម៉ូនសារធាតុចម្រុះធ្មូលអរម៉ូនចូលទៅក្នុងណាយ៉ូនៃកោសិកាគោលដៅណាចូលទៅក្នុងណាយ៉ូនៃកោសិកាគោលដៅអញ្ចឹងនៅពេលដែលវាចូលទៅក្នុងណាយ៉ូនៃកោសិកាគោលដៅម៉ូលេគុលចម្រុះធ្មូលអរម៉ូនហ្នឹងវាបានផ្ញើខ្សែយថាប្រភេទមួយឲ្យចម្លងក្រំជា ANM បាទឲ្យចម្លងក្រំជា ANM អញ្ចឹង ANM ចេញពីណាយ៉ូចូលទៅក្នុងស៊ីតូផ្លាសហើយដឹកនាំការសំយោគប្រូតេអ៊ីនយថាប្រភេទមួយអញ្ចឹងណាគឺដឹកនាំការសំយោគប្រូតេអ៊ីនយថាប្រភេទមួយអញ្ចឹងអានេះយើងឧទាហរណ៍គូរូបមួយឧទាហរណ៍ថាអានេះជាកោសិការបស់យើងជា cell ធំមួយអូខេជានេះជាកោសិកាអញ្ចឹងនៅក្នុងកោសិការបស់យើងគឺវាមានណាយ៉ូអញ្ចឹងចាអត់មូលអូខេមូលហើយផ្លែតអឺចាហ្នឹងជាកោសិការបស់យើងឧទាហរណ៍អញ្ចឹងចាជាកោសិកានៅគ្រូពងតាគៀងឈប់អូខេបានវិញហើយចានេះជាណាយ៉ូអញ្ចឹងចាយើងឧទាហរណ៍
ចឹងទៅអានេះជាណាយោចឹងអានេះគឺជាស៊ីតូផ្លាស់ណាស៊ីតូផ្លាស់ចឹងលោកគ្រូឧទាហរណ៍ថានេះជាអរម៉ូនស្តេរ៉ូអ៊ីតនេះជាអរម៉ូនស្តេរ៉ូអ៊ីតណាចឹងអរម៉ូនស្តេរ៉ូអ៊ីតអានេះជាធ្មូលឬក៏ស្កាគោលដៅវាមានទម្រង់ត្រូវគ្នាជាមួយនឹងអរម៉ូនបាទបែបហ្នឹងចឹងទៅអញ្ចឹងអរម៉ូនហ្នឹងគឺវាអាចមកភ្ជាប់ជាមួយអានេះបានមកភ្ជាប់អញ្ចឹងមកភ្ជាប់ទៅវាបង្កើតបានទៅជាសារធាតុមួយយ៉ាងគេហៅសារធាតុចម្រុះធ្មូលអរម៉ូនណាសារធាតុចម្រុះធ្មូលអរម៉ូនសារធាតុចម្រុះធ្មូលអរម៉ូនបាទអញ្ចឹងសារធាតុចម្រុះធ្មូលអរម៉ូនហ្នឹងនៅពេលដែលវាភ្ជាប់គ្នាហើយវាអាចជ្រៀតចូលមកក្នុងណៃយ៉ូអញ្ចឹងវាចូលមកណៃយ៉ូចូលក្នុងណៃយ៉ូដើម្បីភ្ញួចសែនយថាប្រភេទជាអានេះជាសែនយថាប្រភេទមានន័យក្លេទីត ATCC អញ្ចឹងទៅអានេះ TACC អញ្ចឹងមកអញ្ចឹងវាភ្ញួចសែនយថាប្រភេទហ្នឹងឲ្យចម្លងក្រោមជាអានអំអញ្ចឹង T ពេញ A ពេញអ៊ុយ C ពេញ C ពេញ C អញ្ចឹងទៅអញ្ចឹងវាមកភ្ញួចឲ្យមានសែនសំយោគអានអំអញ្ចឹងនៅពេលដែលចម្លងជាអានអំហើយអានអំហ្នឹងវានឹងចេញមកសេរីនៅក្នុងស៊ីតូផ្លាស់ A អ៊ុយ C អញ្ចឹងចូលមកសេរីក្នុងស៊ីតូផ្លាស់ដើម្បីអីដើម្បីដឹកនាំការសំយោគប្រូតេអ៊ីនយថាប្រភេទមួយឃើញណាគឺដើម្បីសំយោគសែនយថាប្រភេទមួយប្រូតេអ៊ីនយថាប្រភេទមួយអញ្ចឹងបើសិនជាមិនមានការចម្លងពុំមានសេនតិចទេការសំយោគប្រូតេអ៊ីនក៏មិនមានដែរដោយសារអីការសំយោគប្រូតេអ៊ីនគឺត្រូវធ្វើនៅក្នុងស៊ីតូផ្លាស់ណាត្រូវធ្វើនៅក្នុងស៊ីតូផ្លាស់អញ្ចឹងបើសិនជាវាមិនមានការចម្លងពុំមានសេនតិចទេអត់អាចកើតឡើងទេដោយសារអីពុំមានសេនតិចគឺស្ថិតនៅក្នុងណវ៉ាយ៉ូអញ្ចឹងគឺវាត្រូវតែចាំបាច់មានការចម្លងមកខាងក្រៅអញ្ចឹងអរម៉ូនស្តេរ៉ូអ៊ីតគឺសកម្មភាពរបស់វាបែបហ្នឹងណាគឺវាអាចចូលមកក្នុងណវ៉ាយ៉ូហើយឲ្យមានការសំយោគដូចជាអានអំដើម្បីដឹកនាំបានទៅជាប្រូតេអ៊ីនមួយដើម្បីដឹកនាំការសំយោគទៅជាប្រូតេអ៊ីនមួយបានទៀតណាអាហ្នឹងជាសកម្មភាពរបស់វាចឹងអរម៉ូនស្តេរ៉ូអ៊ីតវាមានសកម្មភាពយូរជាងអរម៉ូនប៉ពទីតណាអរម៉ូនប៉ពទីតបានតែត្រឹមភ្ជាប់ទេបានតែត្រឹមភ្ជាប់ហ្នឹងអត់មានបានទៅភ្ញូចសែនអត់មានបានចូលមកក្នុងអានអំទេដោយសារអីអរម៉ូនប៉ពទីតវាអត់រលាយជាមួយនឹងលីពីតដែលមាននៅក្នុងភ្នែកកោសិកាហ្នឹងណាអញ្ចឹងវាអត់មានសកម្មភាពតទៀតទេបាទចឹងទី5អង់ស៊ីមគេថាហេតុអីបានជាអង់ស៊ីមជាកាតាលីករដែលមានប្រតិកម្មច្រាស់អញ្ចឹងពីព្រោះវាអាចបំលែងទៅជាសារធាតុថ្មីហើយសារធាតុថ្មីនោះក៏អាចប្រែប្រួលមកសារធាតុដើមវិញបាទបើន័យថាវាអាចឧបមាថា A អាចផលិត B អញ្ចឹង B ក៏អាចផលិត A វិញអញ្ចឹងគេហៅថាប្រតិកម្មច្រាស់ហើយបើន័យថាវាអាចបំលែងនេះជាសារធាតុថ្មីហើយសារធាតុថ្មីនោះអាចបំលែងមកសារធាតុដើមវិញគេថាសកម្មភាពទាំងអស់របស់អង់ស៊ីមក្នុងសារពាង្គកាយសុទ្ធតែបញ្ច្រាស់ទៅវិញទៅមកបាទចឹងហ្នឹងជាសំណួរមួយទៀតសម្រាប់មេរៀនអង់ស៊ីមណាមេរៀនអង់ស៊ីមចឹងសំណួរចុងក្រោយពណ៌នាពីចលនាការចម្លងក្រោបចឹងយើងមាន3ចំណុចសំខាន់4ចំណុចសំខាន់ណាទី1ចឹងមុនដំបូងគឺវាទទួលសញ្ញាសេនតិចលើ ADN ដែលធ្វើឲ្យមានការចាប់ផ្ដើមនិងបញ្ចប់ការសំយោគ ANM ត្រង់កន្លែងជាក់លាក់ហើយទី2បើកម៉ូលេគុល ADN ដោយផ្ដាច់សម្ព័ន្ធអ៊ីដ្រូសែនខ្សោយដែលភ្ជាប់ចង្វាក់ទាំងពីរណាទី3ធ្វើឲ្យមានប៉ូលីមេរកម្មនុយក្លេទីតបើន័យថានុយក្លេទីតសេរីចូលទៅភ្ជាប់ជាមួយនឹងនុយក្លេទីតនៃចង្វាក់ម្ខាងទៀតរបស់ ADN តាមគោលការណ៍ចម្លងក្រមគឺ A បំពេញអ៊ុយ C បំពេញ C T បំពេញ A ហើយនឹង C បំពេញ C ណាបាទ
នៅពេលសំយោគរួច ANM ក៏ផ្ដាច់ចេញពី ADN ហើយចេញពីណៃយ៉ូទៅស៊ីតូផ្លាសដើម្បីដឹកនាំការសំយោគប្រូតេអ៊ីនយថាប្រភេទមួយបាទអញ្ចឹងសំណួរនេះគឺវាដូចទៅនឹងខាងលើដែរទាក់ទងនឹងអរម៉ូនស្តេរ៉ូអ៊ីតគឺនៅពេលដែលសំយោគជា ANM ចប់ហើយវាដឹងតែផ្ដាច់ចេញពីណៃយ៉ូទៅស៊ីតូផ្លាសហើយដោយសារអីការសំយោគប្រូតេអ៊ីននៅក្នុងស៊ីតូផ្លាសបាទអញ្ចឹងសំណួរនេះក៏ជាសំណួរមួយដ៏គ្រោះថ្នាក់ដែរអញ្ចឹងហានិភ័យក្នុងការចេញច្រើនអញ្ចឹងព្យាយាមមើលឲ្យបានច្រើនណាអញ្ចឹងយើងមានចលនាការចម្លងក្រមឬក៏គេហៅម្យ៉ាងទៀតថាការសំយោគ ANM ឬក៏មេទីរបស់ AN polymerase ណាហ្នឹងក៏ចម្លើយវាតែមួយនឹងឯងគេអាចស៊ូបានច្រើនរបៀបអូខេតោះឥឡូវកុំឲ្យខាត់ពេលយូរយើងមកមើលដំណោះស្រាយលំហាត់ទាំងអស់គ្នាអញ្ចឹងដំណោះស្រាយលំហាត់គឺលោកគ្រូនឹងដោះស្រាយជូនដោយផ្ទាល់អញ្ចឹងយើងតាមដានទាំងអស់គ្នាណាអូខេដាក់បន្ទាត់មួយងាយស្រួលសរសេរណាចឹងលំហាត់របស់យើងរម៉ាំងទី8ជាថាម៉ូលេគុល ADN មួយស្វ័យដំឡើងទ្វេ3ដងបន្តបន្ទាប់ត្រូវការនុយក្លេទីតសេរីប្រភេទ C ចំនួន2450គេដឹងថាម៉ូលេគុល ADN នេះមានផលធីបនុយក្លេទីត A ស្មើនឹង A និង C រៀងគ្នាណា1និង2កគេនេះប្រវែងខរកសម្ព័ន្ធអ៊ីដ្រូសែនសរុបបាទអញ្ចឹងចំពោះចំណុចកមិនជាបញ្ហាទេរកប្រវែងកាលណាដែលយើងស្គាល់អំធំអញ្ចឹងត្រូវទៅរកអំធំឲ្យឃើញអូខេតោះដំណោះស្រាយណាដំណោះស្រាយបាទអញ្ចឹងអក្សរលោកគ្រូនៅក្នុងនេះរៀងពិបាកតិចដោយសារលោកគ្រូអត់សរសេរក្នុង iPad អីទេគឺសរសេរលើកុំព្យូទ័របាទគណនាប្រវែង ADN ចឹងដំបូងគឺស្រង់បំរាប់ណាស្រង់បំរាប់យើងដឹងថា ADN ស្វ័យដំឡើងទ្វេ3ដងត្រូវការនុយក្លេអូទីតសេរីចឹង3ដងមានណា C' ស្មើនឹង2450គេដឹងថាម៉ូលេគុល ADN នេះមានផលធីបអញ្ចឹងផលធីប C និង A រៀងគ្នាអញ្ចឹងគាត់ន័យថា C លើ1ត្រូវស្មើនឹង A លើ2កន្លែងហ្នឹងលោកគ្រូទាញរក A ទៅស្មើនឹង 2C បាទអញ្ចឹងយើងគិតមើលកាលណាដែលយើងកន្លែងនេះយើងមានចំនួនស្វ័យឡើងទ្វេយើងមាន C' អញ្ចឹងយើងអាចគណនារក C ឃើញយើងដឹងថា C' ស្មើ C គុណ2ស្វ័យគុណ n ដក1មែនទេបាទអញ្ចឹងយើងអាចទាញរកនេះឃើញទាញរក C' ឃើញចឹងកន្លែងហ្នឹងដំបូងគឺយើងត្រូវទាញជាទូទៅសិនមកបាទទាញជាទូទៅសិនអញ្ចឹងជាទូទៅ ADN មេ1ស្វ័យដំឡើងទ្វេ1ដងបានណា ADN កូន2ស្វ័យគុណ1 2ដង2ស្គុណ2 3ដង2ស្គុណ3អញ្ចឹងវាទាញជាទូទៅទៅទាញដល់ n ណាបាទអញ្ចឹងយើងទាញរហូតដល់ n ដងមកវាបាន2ស្គុណ n យើងវិចាររត់នុយសេរីមកណាថាម៉េចដោយ ADN មេស្វ័យចម្លើងទ្វេប៉ុន្មានដង3ដង3ដងផ្ដល់បាន ADN កូនកើតថ្មី2ស្គុណ n ដក1អញ្ចឹងស្មើនឹង2ស្វ័យគុណប្រមាណចេះ3ដក1មកស្មើ7
បាទនឹងនាំឲ្យសេព្រីមស្មើសេគុណ2 គុណ n ដក 1 ចឹងយើងទាញរកសេបានសេព្រីម2 គុណ n ដក 1 ចឹងសេព្រីមយើងគឺ24ហាចែកឲ្យ7ចឹងយើងបានប៉ុន្មាន350នុយចឹងយើងអាចទាញរក a បានណានាំឲ្យយើងបានចឹងទៅ a ស្មើ 2c ចឹងស្មើ2គុណឲ្យ350ស្មើ700គុណណាយេសរសេរ750 700នុយណាអូខេចឹងយើងអាចទាញរក m បានហើយតាមហ្នឹងគឺយើងតាមគោលការណ៍ពេញបាសដើម្បីទាញរក m តាមគោលការណ៍ពេញបាសគឺ a ភ្ជាប់តេ c ភ្ជាប់ c នាំឲ្យ a ស្មើតេ c ស្មើ c ណា a បូកតេបូក c បូក c ស្មើ m ចឹង2a បូក 2c ស្មើ m ចឹងយើងបានអីនាំឲ្យ m ស្មើនឹង2គុណឲ្យ700បូកឲ្យ2គុណឲ្យ350ចឹងវាប្រមាណចេះ1004បូក700ចឹង2400ណោះ2400នុយបាទចឹងត្រូវហើយ2400នុយចឹងយើងវិចាររកប្រវែងវិចារថាម៉េចណាដោយចម្ងាយពីនុយ1ទៅនុយ1ទៀតណាមានប្រវែង 0.34 ណាណូម៉ែត្រនឹងនាំឲ្យL m លើ2គុណ 0.34 ណាចឹងយើងបាន L ស្មើ1200 0.34 មកចឹងវា12គុណឲ្យ34នឹងឯងយើងកាត់ក្ប៊ីសចោលចឹងសល់408អូខុសលេខមែនគ្នាយើងអើយជាស្រ័យណាអានេះបូកមកឃើញ2100ណាឃើញដូរបន្តិចគ្រូគិតមាត់ហើយដូចរៀងស្លុបកាហ្វេវាអញ្ចឹងទៅគូក្បាលឲ្យរៀងស្ពឹកវិញ10ហាណានេះអញ្ចឹងយើងយក10ហាគុណ 0.34 ចឹងឃើញ357ណាណូម៉ែត្រអូខេចឹងយើងអាចឆ្លើយដូចនេះបានណាដូចនេះADN មានប្រវែង L 357ណាណូម៉ែត្របាទអូខេមើលដាក់ពណ៌ណារៀងស៊ីវិល័យតិចកាឈូកពណ៌បដូរចេកឲ្យវាលិចបដ ாய் ណាអូខេអញ្ចឹងយើងបានចម្លើយកហើយយើងចូលមកខគឺរកសម្ព័ន្ធអ៊ីដ្រូសែនសរុប
បាទរកសម្ព័ន្ធអ៊ីត្រូសែនសរុបអញ្ចឹងរកសម្ព័ន្ធអ៊ីត្រូសែនសរុបគឺ LH ស្មើនឹង 2A បូក 3C អញ្ចឹង A ហើយ C យើងមានអស់ហើយអញ្ចឹងលំហាត់នេះគឺងាយស្រួលទេខរក LH សរុបអញ្ចឹងយើងវិចាររក LH មកណាដោយ A ភ្ជាប់ T ដោយសម្ព័ន្ធអ៊ីត្រូសែន 2 C ភ្ជាប់ C អីចាស់ auto shape វាចឹងwet ដោយ A ភ្ជាប់ T ហើយយ៉ាចង់គៀងណាតោះ C ភ្ជាប់ C ដោយសម្ព័ន្ធអ៊ីត្រូសែន 3 ចឹងនាំឲ្យបាច់ដូរពណ៌អីទេវាចង់គៀងអី LH ស្មើ 2A បូក 3C ណាយើងទាញបាន2គុណឲ្យ A យើង700បូកឲ្យ3គុណឲ្យ C យើងគឺ350ចឹងបាន1400បូកប្រហែល10ណាយើងឃើញប្រហែល2400សម្ព័ន្ធអ៊ីត្រូសែនយើងអាចឆ្លើយដូចនេះបានណាឆ្លើយដូចនេះបានហើយដូចនេះADN មាន LH ណាស្មើ2450សម្ព័ន្ធអ៊ីត្រូសែនបាទអញ្ចឹងព្យាយាមសរសេរឲ្យស្អាតណាលោកគ្រូបង្ហាញគ្នាយើងនេះគឺប្រាប់ផ្លូវហើយគ្នាយើងគឺជាអ្នកដើរដោយខ្លួនឯងណាអញ្ចឹងដោយសារលោកគ្រូសរសេរនៅខាងក្នុងនេះវាអត់សូវស្អាតមកណាហើយឌីស្លុបមុខជាមួយនឹងកាហ្វេនេះដាក់កាហ្វេស្ករ0រឿងយ៉ាប់តិចបាទអស់ហើយលំហាត់ទី7អូខេ not responding តែម្ដងអូខេលោកគ្រូស្កប់វីដេអូបន្តិចសិនដើម្បី refresh computer អូខេតោះបន្តទៀតចឹង computer បាន refresh ហើយចឹងអាចដំណើរការទៅមុខទីបានចឹងយើងបង្ហើយរមញ្ញាសារនេះប្រហែលទី8ទាំងអស់គ្នាណាដើម្បីបញ្ចប់ចឹងវីដេអូយើងគឺរឿងវែងដែរអូខេចឹងទោះបីជាវីដេអូវែងខ្លីយ៉ាងណាក៏ដោយណាអ្នករៀនគឺមិនដែលចេះរួចរាទេចឹងគឺព្យាយាមមើលទៅគ្រូចំណាយពេលធ្វើគ្នាយើងគឺចំណាយពេលមើលហើយយើងមើលលើ YouTube ឯនេះគឺអត់មានអស់លុយទេអូខេតោះចឹងយើងនឹងបន្តប្រមាណទី8ចុងក្រោយគេមាន molecule អានអំ2បាទអានអំ2កំណត់សំយោគប្រូតេអ៊ីនមួយចំនួនដែលមានអាស៊ីតអាមីណេសរុប1896ដែលអាស៊ីតអាមីណេក្នុងមួយ molecule ប្រូតេអ៊ីនស្មើនឹង158ណាគេដឹងថាមានរីបូសូមមួយចំនួនឆ្លងកាត់លើ molecule អានអំដោយឥតត្រឡប់មកវិញប្រើរយៈពេល40វិនាទីហើយចម្ងាយពីរីបូសូម1ទៅរីបូសូមមួយទៀតមានប្រវែង6 nanomètre ចឹងចំណុចកគឺរកចំនួនរីបូសូមឆ្លងកាត់អានអំខគណនាប្រវែងអានអំទាំងអស់ហើយនឹងកគឺគណនាល្បឿនបំលាស់ទីរីបូសូមបាទអញ្ចឹងយើងចំណុចកស្រង់បំរាប់ទាំងអស់គ្នាណាបាទចំណុចករកចំនួនរីបូសូមរកចំនួនរីបូសូមឆ្លងកាត់ AN អំបាទអញ្ចឹងដាក់បំរាប់អញ្ចឹងកុំភ្លេចណាយើងស្រង់បំរាប់អញ្ចឹងបំរាប់ហ្នឹងក៏ជាបន្ទុកដែរណាបំរាប់ក៏ជាបន្ទុកដែរក្នុងការប្រឡងអញ្ចឹងបំរាប់គេមានអានអំ2គេមាន AN អំ2AA សរុបណា
AA សរុបស្មើ1896ហើយនឹង AA មួយប្រូតេអ៊ីនអាស៊ីដអាមីណេមួយប្រូតេអ៊ីនគឺស្មើនឹង158 AA អញ្ចឹងពីប្រឡងសេសខ្មែរណាប្រូតេអ៊ីនណាព្រោះសេសអង់គ្លេសទៅវិញអញ្ចឹងមិនបាច់លុបទេហើយឆ្លងកាត់ដោយឥតត្រឡប់លើអានអំហ្នឹងប្រើរយៈពេលអស់40វិចាហ្នឹងគឺជាតេស្មើនឹង40វិនាទីហើយនឹងរីបូសូមគម្លាតរីបូសូម L គម្លាតរីបូសូមគឺស្មើនឹង6ណាណូម៉ែត្របាទអូខេអញ្ចឹងចំនួនរីបូសូមឆ្លងកាត់អានអំអញ្ចឹងយើងដឹងថាចំនួនកាលណាដែលមានរីបូសូមមួយឆ្លងកាត់អានអំមួយវាបង្កើតបានជាប្រូតេអ៊ីនមួយឃើញទេអញ្ចឹងយើងអាចរកចំនួនប្រូតេអ៊ីនឲ្យឃើញសិនណាយើងរកចំនួនប្រូតេអ៊ីនឲ្យឃើញសិនអញ្ចឹងចំនួនប្រូតេអ៊ីនយើងគ្រាន់តែយកចំនួនអាស៊ីតអាមីណេសរុបចែកចំនួនអាស៊ីតអាមីណេមួយប្រូតេអ៊ីនមកបានហើយដោយចំនួនប្រូតេអ៊ីនគឺស្មើនឹងចំនួនអាស៊ីតអាមីណេសរុបចែកចំនួនអាស៊ីតអាមីណេមួយប្រូតេអ៊ីនចាអាស៊ីតអាមីណេសរុបមិញគឺ1896ចែក158បានប៉ុន្មានបាន12ប៉ុន្មានទេវ៉េតគ្រូចែកលេខសិន1896ណា1896ចែក158 12ត្រូវហើយឃើញ12ប្រូតេអ៊ីនបាទ12ប្រូតេអ៊ីនអញ្ចឹងយើងដឹងថារីបូសូមមួយវារំកិលលើអានអំមួយបាន1ប្រូតេអ៊ីនឥឡូវវារំកិលលើអានអំ2អញ្ចឹងចំនួនប្រូតេអ៊ីនត្រូវស្មើនឹងចំនួនរីបូសូមគុណចំនួនអានអំណាហើយយើងវិចារទៅយើងដោយរីបូសូមមួយរំកិលលើ AN អំមួយកើតបាន1ប្រូតេអ៊ីនអញ្ចឹងនាំឲ្យចំនួនប្រូតេអ៊ីនស្មើនឹងចំនួនរីបូសូមគុណចំនួន AN អំបាទអញ្ចឹងយើងអាចទាញរកចំនួនរីបូសូមបានហើយមែនទេនាំឲ្យចំនួនរីបូសូមគឺស្មើនឹងចំនួនប្រូតេអ៊ីន divide ចំនួន AN អំអញ្ចឹងចំនួនប្រូតេអ៊ីន12លើ2ស្មើ6រីបូសូមបាទឥឡូវយើងរកឃើញចំនួនរីបូសូមគឺស្មើនឹង6ណាអញ្ចឹងឆ្លើយដូចនេះមកដូចនេះមាន6រីបូសូមចូលរួមសំយោគប្រូតេអ៊ីនបាទខណ្ឌមកអូខេអញ្ចឹងអធិស្ឋានចំពោះអក្សរអញ្ចឹងយើងអាចមើលបានប៉ុណ្នេះព្រោះថាអត់ស្អាតលោកគ្រូរៀបពុលកាហ្វេថ្ងៃនេះអូខេយើងនឹងបន្តទៅចំណុចខទៀតគឺគណនាប្រវែងអានអំទាំងអស់ចឹងមិញនេះយើងអត់ទាន់ស្គាល់អំតូចទេណាចឹងយើងត្រូវទាញរកអំតូចចឹងអំតូចយើងទាញរកពីចំនួនអាស៊ីតអាមីណេណារក
ប្រវែង AN អំទាំងអស់បាទអញ្ចឹងយើងដោះស្រាយរកអំសិនណាយើងរកអំសិនអញ្ចឹងរកអំតាមអាស៊ីតអាមីណេអញ្ចឹងវិចារសិនមកវិចារអាស៊ីតអាមីណេវិចារថាម៉េចដោយនុយក្លេទីត3ជាក្រមកំណត់ណាអាស៊ីតអាមីណេមួយហើយលើអានអំយើងវិចារតាមអានអំណាហើយលើ AN អំមានកោដុង2ដែល1ត្រូវនឹងអីខ្លះកោដុងផ្ដើមនិង1ត្រូវនឹងកោដុងស្តុបដែរណាបាទអញ្ចឹងនាំឲ្យចំនួន AA យើងយកអំតូចដក6លើ3ចឹងយើងទាញរកអំតូចទៅបាន 3AA បូក6ណាចឹងយើងចំនួនលេខចូល AA យើង158បូក6ចឹងស្មើប៉ុន្មានយើងយក3គុណ158ហើយបូកឲ្យ6ចឹងយើងឃើញ480អូខេ480រីបូនុយចឹងគេសួររកប្រវែងអានអំទាំងអស់ចឹងអានអំយើងមាន2ណាចឹងយើងរក L ឲ្យឃើញហើយយើងគុណនឹង2គឺយើងឃើញ L អានអំទាំងអស់ហើយចឹងយើងដំបូងយើងរកប្រវែងអានអំធម្មតាសិនដោយចម្ងាយពីនុយ1ទៅណាទៅនុយមួយទៀតមានប្រវែងណា 0.34 ណាណូម៉ែត្រចឹងនាំឲ្យ L AN អំតូចគុណ 0.34 480គុណ 0.34 ចឹងស្មើប៉ុន្មាន480គុណនឹង 0.34 បាទចឹងឃើញ 163.2 ណាណូម៉ែត្រចឹងដោយសារវាមានអានអំ2ណាដោយមាន AN អំចំនួន2ចឹងនាំឲ្យ L AN អំច្រឡំ L ANអំសរុបចឹងយក2គុណ L AN អំចឹងយើងគុណមកឃើញប៉ុន្មាន326.4 ណាណូម៉ែត្របាទអញ្ចឹងយើងអាចឆ្លើយដូចនេះបានចេះលោកគ្រូដាក់ប៉ុណ្ណឹងចុះនេះឆ្លើយដូចនេះខ្លួនឯងអូខេអញ្ចឹងចុងក្រោយគេនោះដូចជារកប្រវែងរកល្បឿនណារកល្បឿនបំលាស់ទីរកល្បឿនបំលាស់ទីណាគោរកល្បឿនបំលាស់ទីរីបូសូមលើ AN អំបាទអញ្ចឹងអានេះយើងរូបមន្តវាយើងត្រូវការ L អានអំសរុប L បន្លោះរីបូសូមចឹងណា L បន្លោះអានអំចឹងអានអំគេប្រាប់បន្លោះវាទេចឹងយើងរកតែ L
ប្រឡោះ ribosome ចឹង L ប្រឡោះ ribosome យើងត្រូវយក L កម្រិតគុណចំនួនប្រឡោះណាចឹងយើងរក L ប្រឡោះ ribosome សិនចឹងដោយមាន ribosome 6ឆ្លងកាត់ ANM ចឹងនាំឲ្យ L ប្រឡោះ ribosome យើងយក L គម្លាតគុណចំនួនប្រឡោះចឹងដោយមាន ribosome 6ឆ្លងកាត់ MM នោះមាន6ណាមាន6ប្រឡោះយើងទាញប្រាប់គេមាន5ប្រឡោះចឹងយើងទាញបាន L ប្រឡោះ ribosome នេះស្មើនឹង L កម្រិតចឹង6គុណនឹង5ស្មើ30 ណាណូម៉ែត្រចឹងហើយយើងទាញមកនាំឲ្យអីនាំឲ្យ វ័យ ribosome យើងយក LANM សរុបបូក L ប្រឡោះ ribosome ណាចែកឲ្យតេយើងបានវ័យ ribosome ស្មើនឹងប៉ុន្មានអញ្ចឹង L សរុបយើងរកឃើញមិញនោះគឺដូចជា 326.4 បូក 30 ចែកតេ40អញ្ចឹងយើងឃើញណាថាស្មើប៉ុន្មានហើយយើងបូកសិនមក 326.4 បូក 30 ចែក 40ចឹងយើងឃើញ 8.91 យ៉ាងខ្នាតគឺគិតជា ណាណូម៉ែត្រក្នុង 1 វិនាទីបាទអញ្ចឹងលំហាត់របស់យើងគឺយើងបានស្រាយបញ្ចប់ប៉ុណ្ណឹងអូខេអញ្ចឹងចាំតាមដានវីដេអូវិញ្ញាសាទី10បន្តទៀតឥឡូវយើងទី9ហើយចឹងសូមកុំភ្លេចណាបើចង់បានឯកសារបន្ថែមគឺចូលទៅ Telegram លោកគ្រូតែងតែបោះវិញ្ញាសាផ្សេងមានគណិតគីមីជីវៈអាហ្នឹងគឺបោះលោកគ្រូផ្ទាល់គ្រូតែងតែធ្វើឲ្យតម្លាក់ចូលនៅពេលដែលលោកគ្រូបរៀនសិស្សហើយចឹងអីទៅលោកគ្រូតម្លាក់ចូលទៅណាចែកម្លែកទាំងអស់គ្នាហើយមានឯកសារផ្សេងទៀតដូចជាគណិតរូបអីចឹងបន្ថែមហើយមិនមែនតែត្រៀមសម្រាប់បាក់ឌុបទេយើងចប់បាក់ឌុបគឺយើងមានការប្រឡងក្របខ័ណ្ឌគ្រូប្រឡងពេទ្យប្រឡងការងារផ្សេងអូខេលោកគ្រូបញ្ចប់វីដេអូប៉ុណ្នេះអញ្ចឹងយើងនឹងបន្តទៅវិញ្ញាសាទី10បន្តទៀតណាចឹងថ្ងៃហ្នឹងប្រហែលជាលោកគ្រូនឹងចេញ2វីដេអូបាទអរគុណ